កម្ពុជាទាត់ចោលការចោទរបស់ភាគីថៃថាកម្ពុជាផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំបាក់ខេត្តឧត្តរមានជ័យអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាបង្កហេតុផ្ទុះអាវុធ5គ្រាប់ក្នុងតំបន់ភ្នំបាក់ស្ថិតនៅភូមិសាស្ត្រក្រុងសំរោងខេត្តឧត្តរមានជ័យរបស់កម្ពុជាបើតាមលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជាតាចាត់ទុកការផ្សាយព័ត៌មាននេះថាជាព័ត៌មានមិនពិតនិងជាការមូលបង្កាច់ក្នុងចេតនាបង្កការភ័ន្តច្រឡំបំភាន់សាធារណមតិនិងបង្កភាពតានតឹងតាមបណ្ដោយព្រំដែនលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចេញមុខច្រានចោលព័ត៌មាននេះដោយសារតែឃើញផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃចុះផ្សាយនៅព្រឹកថ្ងៃទី22ខែឧសភាថាមានឮស្នូរផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំបាក់ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោងខេត្តឧត្តរមានជ័យនិងចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុអ្នកនាំពាក្យការពារជាតិកម្ពុជាថាកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សាយព័ត៌មានមិនពិតម្ដងហើយម្ដងទៀតពីសំណាក់យោធាថៃនិងប្រព័ន្ធផ្សព្វផ្សាយថៃដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងយុទ្ធភូខេមរៈភូមិន្ទក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមកអ្នកនាំពាក្យរូបនេះបានអំពាវនាវឲ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមូលបង្កាច់ទាំងនេះជាបន្ទាន់ហើយត្រឡប់មកគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់ពេញលេញនិងដោយស្មោះត្រង់នៅខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមកជាពិសេសការអនុលោមតាមចំណុចទី8នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ស្តីពីការប្រឆាំងទៅនឹងព័ត៌មានคล้ายៗដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមកនិងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ